ជំរាបសួរនិងស្វាគមន៍មកកាន់ Channel ហើយនៅសម្រាប់នេះនឹងបន្តរឿងថ្មីមួយដែលមានចំណងជើងថា Yummy Yummy ឬក៏បានដាក់ចំណងជើងខ្មែរថាដំណើរឆ្លងភពរបស់គ្រួសារសិននៅភាគទី1ដោយរឿងភាគច្រើនហើយយើងឃើញថាមានតែតួប្រុសឬក៏តួស្រីឯដែលជាអ្នកឆ្លងចូលទៅប៉ុន្តែនៅក្នុងរឿងនេះវិញគឺឆ្លងទាំងគ្រួសារតែម្ដងគឺទាំងគ្រួសារសិនទាំងមូលចង់ដឹងថាតើនៅពេលដែលឆ្លងទៅនឹងគ្រួសារសិនមានរឿងអីជួបរឿងអីខ្លះហ្នឹងចាំទៅតាមដានជាមួយ admin ទាំងអស់គ្នាមុននឹងចូលទៅដល់រឿងហ្នឹងគឺ admin នឹងសូមឲ្យអ្នកទាំងអស់គ្នានឹងជួយចូលទៅ like page មួយនេះផង like ហើយនឹង follow page ម្នាក់មួយផងណាហើយបងប្អូនក៏អាចចូលទៅមើលនៅអីវ៉ាន់តំណែងអីផ្សេងៗនៅក្នុង page ហ្នឹងផងដែរដែលគាត់នឹងមានលក់ដូចជាមួកតាគៀបកាបូបអីផ្សេងៗហ្នឹងបើសិនជាចាប់អារម្មណ៍អីក៏អាចតាក់ទងទៅឆាតទៅក្នុង page របស់គាត់ហ្នឹងហើយឬក៏បងប្អូនអាចមកកាន់ហាងរបស់គាត់ផ្ទាល់ក៏បានដែរដែលមានអាសយដ្ឋាននៅបរិយាពេញហួតបឹងស្នោនៅផ្ទះលេខ166ផ្លូវ C1 នៅគម្រោង Capital One ឬក៏បងប្អូនអាចចុច join ទៅកាន់ក្រុម Telegram របស់គាត់ក៏បានដែរព្រោះអី page របស់គាត់ភាគច្រើនហ្នឹងគឺអាសាម៉ាត់ខ្លាំងមែនទែនហើយមាននឹងដាក់ link Telegram របស់គាត់នៅក្នុង description ហើយនៅកន្លែងរបស់គាត់ហ្នឹងមិនមែនតែលក់តែកាបូបសម្លៀកបំពាក់ឬក៏ជាស្បែកជើងអីនោះទេតែឥឡូវនេះគាត់ក៏មានលក់ជាប្រភេទសម្លៀកបំពាក់របស់កុមារផងដែរដែលមានទាំងស្រីទាំងប្រុសតែម្ដងមុននឹងចូលទៅដល់សាច់រឿងកុំភ្លេចចុច like ចុច subscribe អ្នកមួយផងណាដោយផ្ដើមសាច់រឿងដំបូងហ្នឹងគឺគេនឹងបានបង្ហាញឲ្យបានឃើញពីភាពរីកចម្រើននៅក្នុងទីក្រុងយ៉ុងអានដែលជាទីក្រុងបុរាណចិនកាលពី1000ឆ្នាំមុនហើយគេក៏បានបង្ហាញពីកន្លែងមួយទៀតនៅក្នុងទីក្រុងយ៉ុងអានដែលមានឈ្មោះថាជីសៀនដែលកន្លែងហ្នឹងផងដែរហ្នឹងគឺជាកន្លែងមួយដែលល្បីល្បាញខាងអាហារឆ្ងាញ់ៗដែលមានគ្រប់គ្នាហ្នឹងអ្នកណាក៏ស្គាល់ដែរដែលមានហាងល្បីជាច្រើនប៉ុន្តែក្នុងចំណោមហាងអាហារទាំងអស់នោះហ្នឹងគឺមានហាងអាហារមួយដែលមើលទៅគឺខុសគេខ្លាំងមែនទែនដែលហាងអាហារហ្នឹងគឺមានឈ្មោះថាហាងអាហារគ្រួសារសិនដែលហាងមួយហ្នឹងគឺរបៀបរបបនៃការធ្វើមិនដូចជាមនុស្សនៅសម័យហ្នឹងទេដោយសារតែគ្រួសារសិនមិនមែនជាមនុស្សនៅសម័យនោះនោះអីគឺជាមនុស្សដែលមកពី1000ឆ្នាំក្រោយចង់ដឹងថាមានរឿងអីកើតឡើងគេក៏បានកាត់មកកាន់កាលពី2ខែមុនវិញហើយគេក៏បានកាត់មកខាង2ខែមុនឯវិញគឺបានឃើញថាមានអ្នកជញ្ជូនអីវ៉ាន់ម្នាក់ហ្នឹងគឺគាត់នឹងបានដឹកអីវ៉ាន់មកដល់ផ្ទះរបស់គ្រួសារសិនដែលជាហាងអាហាររបស់គ្រួសារសិនហ្នឹងនៅពេលនោះក៏តួស្រីហ្នឹងគឺគាត់នឹងបានយកអីវ៉ាន់ហ្នឹងចូលទៅខាងក្នុងដែលតួស្រីគឺមានឈ្មោះថាសិនសៅគង់ប៉ុន្តែអ្នកគ្រួសារគាត់ហ្នឹងហៅគាត់ថាជីឆាយឯចំណែកឯម្នាក់ប្រុសនេះវិញគឺគាត់ហ្នឹងគឺជាបងប្រុសរបស់តួស្រីដែលមានឈ្មោះថាសិនសៅជាប៉ុន្តែនៅក្នុងផ្ទះគឺគេហៅគាត់ថាកុងឆៃឯក្មេងស្រីតូចម្នាក់នេះវិញហ្នឹងគឺជាកូនរបស់កុងឆៃដែលនាងមានឈ្មោះថាសិនយ៉ាងយ៉ាងដែលពេលនេះផងដែរហ្នឹងគឺគ្រូខ្សារបស់តួស្រីគឺគំនិតរបស់តួស្រីហ្នឹងឯងគឺគាត់នឹងចង់ទៅថតវីដេអូនៅកន្លែងផ្ទះរបស់ដូនតារបស់ពួកគេគឺបែបថាថតវីដេអូធ្វើដូចជាធ្វើម្ហូបហើយក៏ជូនទៅកាន់បុព្វបុរសដូនតាអីចឹងទៅហើយក៏ផុសវីដេអូហ្នឹងដើម្បីធ្វើឲ្យហាងរបស់ពួកគេហ្នឹងល្បីល្បាញតែពេលនោះក៏ឪពុកម្ដាយរបស់តួស្រីហ្នឹងក៏បានសួរដែរថាតួស្រីហ្នឹងគិតថាកំណត់ហ្នឹងទៅរួចដែរហីនៅពេលនោះក៏តួស្រីហ្នឹងបានគិតដែរថាប្រហែលជាអាចទៅរួចយ៉ាងណាក៏ត្រូវតែទៅរួចដែរដោយសារតែគាត់ហ្នឹងបានខំយកលុយសន្សំរបស់គាត់ទាំងអស់ហ្នឹងបានមកពីការសរសេរសៀវភៅអីផ្សេងៗហ្នឹងគឺគាត់ហ្នឹងចំណាយទៅលើក្រុមហ៊ុនដែលគេមានតារាល្បីអីហ៎បែរថាក្រុមហ៊ុនតារាល្បីតាមអ៊ីនធឺណិតហ្នឹងដើម្បីជួយប្រម៉ូទអីទៅឲ្យអញ្ចឹងទៅប៉ុន្តែគឺបានតែ5ភាគ5វីដេអូអីតែប៉ុណ្ណោះហើយគេក៏បានកាន់មកដល់នៅពេលនេះវិញនៅពេលដែលរៀបចំខ្លួនស្លៀកពាក់រួចអស់ហើយហ្នឹងក៏គ្រប់គ្នាហ្នឹងបានមកដល់ហើយដែលផ្ទះដូនតារបស់តួស្រីឥឡូវនេះហ្នឹងគឺជាកន្លែងដែលគេដូចជាសារមន្ទីរអីដែលគេចូលទៅទស្សនាទិញសម្បត្តិអីចូលអីបែបអញ្ចឹងណាដោយមុននឹងថតហ្នឹងក៏ពួកគេហ្នឹងបានទៅគោរពដូនតាហើយក៏បានសុំឲ្យដូនតាហ្នឹងជួយធ្វើឲ្យហាងរបស់ពួកគេហ្នឹងអាចដំណើរការទៅបានល្អផងហើយក៏មិនបាននិយាយអីច្រើនដែរដោយសារតែបញ្ញាប់ថតព្រោះអីខ្លាចថាមេឃយប់ទៅថតអត់ទាន់ណបន្ទាប់មកហ្នឹងក៏បានត្រូវឲ្យតួស្រីហ្នឹងទៅរកតួដើម្បីសម្ដែងធ្វើជាដូនតារបស់ពួកគេដែលមានឈ្មោះថាលីនយៀនពេលដែលតួស្រីកំពុងតែដើររកហ្នឹងពេលហ្នឹងក៏គាត់ហ្នឹងបានស្រាប់តែបានឃើញបរិសម្នាក់ហើយគាត់ហ្នឹងគិតថាមើលទៅម្នាក់ហ្នឹងស័ក្តិសមធ្វើជាដូនតាសម្ដែងធ្វើដូនតាអីចឹងទៅចឹងហើយក៏គាត់ហ្នឹងបានរត់តាមបរិសម្នាក់ហ្នឹងខំហៅផងអីផងប៉ុន្តែក៏អត់គេអត់ឆ្លើយទេហើយចេះតែដើរទៅមុខរហូតរត់តាមរហូតតតែបាត់បរិសឈុតខ្មៅម្នាក់ហ្នឹងបាត់ហើយបន្តមកហ្នឹងក៏បានឃើញតែទ្វារជាមួយនឹងសោដែលបានបើកស្រាប់នៅពេលហ្នឹងក៏តួស្រីហ្នឹងក៏បានគិតថាប្រហែលជាចូលទៅក្នុងហ្នឹងបាត់ហើយដឹងហើយគាត់ហ្នឹងក៏បានទៅបើកទ្វារហ្នឹងមើលប៉ុន្តែនៅពេលដែលបើកទ្វារហ្នឹងទៅក៏បានឃើញថាគឺកន្លែងហ្នឹងហាក់ដូចជាកន្លែងទីក្រុងមួយដាក់ដូចជានៅក្នុងទីក្រុងបុរាណមួយបែបថាមានប្រជាជនគេមានធ្វើពិធីកម្មវិធីអីផ្សេងៗមានលក់ម្ហូបអាហារអីពេញហ្នឹងណាបន្ទាប់មកក៏តួស្រីហ្នឹងបានបិទទ្វារវិញហើយគាត់ហ្នឹងក៏បានបិទបើកហ្នឹងហើយដោយសារតែគាត់ហ្នឹងអត់ជឿនឹងភ្នែកខ្លួនឯងទេរហូតដល់តែពេលហ្នឹងគឺគាត់ហ្នឹងបានឃើញថាមានអាប់យ៉ាងច្រើនតែម្ដងនៅខាងក្រោយគាត់ចឹងហើយហ្នឹងក៏គាត់ហ្នឹងបានរត់គេចពីអាប់ហ្នឹងក៏បានចូលទៅខាងក្នុងពិភពបុរាណមួយហ្នឹងទៅពេលនោះក៏ស្រាប់តែឮគ្រួសាររបស់តួស្រីហ្នឹងបាននាំគ្នាស្រែកថាជីឆាយគឺបាននាំគ្នាហៅតួស្រីហើយក៏នាំគ្នារត់មករកតួស្រីហ្នឹងឯងនៅពេលនោះក៏តួស្រីឆ្ងល់ដែរថាអីបានជាអ្នកទាំងអស់គ្នាហ្នឹងបែរជាមកដល់កន្លែងហ្នឹងដែរអញ្ចឹងនៅពេលនោះហ្នឹងក៏គ្រប់គ្នាហ្នឹងបានប្រាប់ដែរថាគឺពួកគេហ្នឹងនាំគ្នាតាមរកតួស្រីហ្នឹងណាបន្តមកក៏ស្រាប់តែមានអាប់មកពីណាក៏មិនដឹងដែរហើយក៏ស្រាប់តែបាត់អាប់ទៅក៏បានមកដល់កន្លែងហ្នឹងក៏មិនដឹងថាហេតុអីដែរពេលដែលគ្រួសាររបស់តួស្រីហ្នឹងបានឃើញទស្សនវិជ្ជានៅកន្លែងហ្នឹងហើយហ្នឹង
ហ្នឹងគាត់ក៏បានគិតថាប្រហែលជាមានគេរៀបចំកម្មវិធីអីទៅដឹងមើលទៅពិតជាអស្ចារ្យខ្លាំងមែនទែនគិតថាប្រហែលជាគេថតរឿងឬក៏ថតហ្គេមអីចឹងណាហើយពេលនោះក៏បានឃើញពីសេចក្តីប្រកាសតាមចាប់របស់ឆ្មាំជីនអ៊ូផងដែរគឺតាមចាប់បរិសម្នាក់នេះដែលមើលទៅហ្នឹងគឺគូដូចមែនទែនខ្លាំងមែនទែនហើយពួកគេហ្នឹងក៏បានសរសើរទៅកាន់អ្នកគូទៀតផងប៉ុន្តែអក្សរហ្នឹងគឺអានអត់សូវដាច់ទេដោយសារតែវាហ្នឹងគឺជាអក្សរបុរាណតែនៅពេលនោះក៏ស្រាប់តែបានឃើញថាបរិសក្នុងរូបគំនូរហ្នឹងគឺគាត់ហ្នឹងបានដើរមកកន្លែងហ្នឹងដែរហើយក៏ជីឆាយកងឆាយហ្នឹងក៏គាត់ហ្នឹងបាននិយាយទៅថានោះគឺដូចមែនទែនតើគឺពិតជាគូដូចខ្លាំងមែនទែននៅពេលនោះហ្នឹងក៏ស្រាប់តែឆ្មាំជីនអ៊ូហ្នឹងក៏បានមកហើយក៏បាននាំគ្នារត់ដេញតាមបរិសម្នាក់ហ្នឹងទៅពេលហ្នឹងគឺបរិសម្នាក់ហ្នឹងគឺគាត់ហ្នឹងបានហក់កិច្ចគ្រាប់រួចអីឡើងលោយខ្លាំងមែនទែនប៉ុន្តែក៏ស្រាប់តែមកបុកហក់ទៅគឺគាត់ហ្នឹងហក់អត់បានមើលក៏បានមកបុកជាមួយអាតេសសេដែលគេកំពុងតែជិះហ្នឹងក៏ធ្វើឲ្យគាត់ហ្នឹងបានស្លាប់ភ្លាមគឺបានបុកមកស្លាប់នៅកន្លែងផ្លាកដែលគេប្រកាសតាមចាប់ហ្នឹងហ៎ដែលដំបូងឡើយហ្នឹងគឺគ្រួសាររបស់តួសេហ្នឹងគឺនាំគ្នារំភើបមើលទៅពិតជាអស្ចារ្យពិតជាសប្បាយចិត្តឃើញគេបែបថាសម្ដែងមើលទៅគឺពិតជាសមពិតជាលោយខ្លាំងមែនទែនប៉ុន្តែនៅពេលនោះគឺតួសេហ្នឹងគឺគាត់នឹងបានគិតថាមើលទៅដូចជាមិនមែនជាការសម្ដែងមិនទេគឺគាត់នឹងចេះតែមានអារម្មណ៍ថាអត់ស្រួលនៅពេលនោះក៏កងឆាយហ្នឹងគឺគាត់នឹងបានទៅសាកស្ទាបដង្ហើមបរិសម្នាក់ហ្នឹងហើយក៏ដឹងថាពិតជាស្លាប់មែនទែនហើយគាត់នឹងក៏បានស្រែកតែម្ដងហើយក៏បានស្រែកថាមានគេសម្លាប់មនុស្សអីចឹងទៅហើយគ្រប់គ្នានឹងក៏នាំគ្នារត់ឡើងប្រសាចឡើងពេញហ្នឹងនៅពេលនោះហ្នឹងក៏ឪពុករបស់តួសេហ្នឹងបានចាប់បានបរិសម្នាក់ហើយក៏បានសួរដែរថាមិនបានបន្តីហៅប៉ូលីសទៅគឺគេសម្លាប់មនុស្សហើយនេះប៉ុន្តែក៏បរិសម្នាក់ហ្នឹងគិតថាឪពុករបស់តួសេហ្នឹងកើតអីហេតុអីបានជាចេះនិយាយបែបហ្នឹងមានប៉ូលីសអីណាប្រហែលជាគាត់នឹងភ័យខ្លាចពេកទៅដឹងហើយក៏ប្រាប់ដែរថានៅទីនេះហ្នឹងគឺមានបំរាមកោចរអញ្ចឹងទៅពេលល្ងាចឡើងអីចឹងទៅគេនាំគ្នាទៅផ្ទះអស់ហើយឲ្យបញ្ញាប់ទៅផ្ទះអីដែរអញ្ចឹងទៅហើយក៏បានប្រាប់ដែរថានោះហ្នឹងគឺគ្រាន់តែជាការចាប់ចោលអីរបស់ឆ្មាំទេកុំឲ្យទៅខ្វល់រឿងគេអីដោយសារតែបែបនេះហើយក៏ធ្វើឲ្យគ្រួសាររបស់តួសេហ្នឹងគឺគាត់បានដឹងតែម្ដងថាគ្រួសាររបស់គាត់ហ្នឹងគឺបានឆ្លងពេលវេលាមកកាន់ពី1000ឆ្នាំមុនហើយដោយសារតែតួសេហ្នឹងគឺគាត់ហ្នឹងគឺជាអ្នកដែលបានរៀនខាងប្រវត្តិសាស្ត្រអីច្រើនអញ្ចឹងហើយហ្នឹងគឺគាត់ហ្នឹងបានដឹងច្រើនពីប្រវត្តិហើយគាត់ហ្នឹងក៏បានដឹងដែរថាបើតាមដែលគាត់ចាំហ្នឹងគឺទីក្រុងនេះគឺជាទីក្រុងយ៉ុងអានបន្តមកហ្នឹងក៏ពួកគេហ្នឹងបានសម្រេចចិត្តទៅនៅក្នុងផ្ទះសំណាក់មួយដែលយកតែមួយបន្ទប់ទេដែលបានយកមាសដែលម្ដាយរបស់តួសេហ្នឹងគឺគាត់ហ្នឹងបានពាក់ជាប់ខ្លួនគឺបានយកមកដោះដូរដើម្បីបង់ថ្លៃបន្ទប់ហ្នឹងយប់ឡើងក៏ពួកគេហ្នឹងបាននាំគ្នាមកអង្គុយគួរតែធ្វើអ្វីបន្តទៀតឥឡូវនេះនៅពេលនោះហ្នឹងក៏គ្រប់គ្នាហ្នឹងបានគិតថាមើលទៅអ្វីដែលត្រូវធ្វើឥឡូវនេះហ្នឹងគឺត្រូវតែរកវិធីដើម្បីត្រឡប់ទៅភពរបស់ពួកគេវិញប៉ុន្តែតែគួរទៅតាមណាទៅនៅពេលនោះក៏តួសេហ្នឹងបានគិតថាមើលទៅពួកយើងហ្នឹងឆ្លងមកតាមផ្ទះរបស់ដូនតាយើងអញ្ចឹងហើយយើងប្រហែលជាអាចឆ្លងទៅវិញបានតាមរយៈផ្ទះរបស់ដូនតាយើងដូចគ្នាដោយកាត់បែបហ្នឹងហើយហ្នឹងក៏ស្អែកតួស្រីជាមួយនឹងម្ដាយរបស់តួស្រីហ្នឹងក៏គាត់ហ្នឹងបានចង់ចូលទៅក្នុងផ្ទះរបស់ចៅហ្វាយក្រុងលីនដែលជាផ្ទះរបស់ដូនតារបស់ពួកគេហ្នឹងនៅពេលនោះក៏អ្នកយាមអត់ឲ្យចូលទេហើយម្ដាយរបស់តួស្រីហ្នឹងក៏ចង់សោកប៉ាន់ប៉ុន្តែក៏អ្នកយាមនោះអត់យកទេហើយក៏បានរុញអ្នកទាំងពីរចេញក៏តួស្រីហ្នឹងក៏បានធ្វើសម្ដែងជាមួយនឹងម្ដាយថាម្ដាយហ្នឹងកើតជំងឺអីចឹងទៅហើយក៏បានគេចចេញពីកន្លែងហ្នឹងបានបន្តមកហ្នឹងគឺថ្ងៃទី2គឺតួស្រីហ្នឹងគឺបានមកជាមួយនឹងបងប្រុសរបស់គាត់ម្ដងដែលលើកនេះហ្នឹងគឺបានផ្លោះអញ្ចាំងប៉ុន្តែនៅពេលហ្នឹងក៏ត្រូវបានគេចាប់បានហើយបងរបស់គាត់ហ្នឹងក៏បានរត់ចោលគាត់បាត់ទៀតស្អែកឡើងក៏បានមកម្ដងទៀតប៉ុន្តែលើកនេះគឺម្ដាយជាមួយនឹងឪពុករបស់តួស្រីហ្នឹងគឺបានមកតែ2នាក់ទេគឺពួកគាត់ហ្នឹងបានមកតាមទ្វារក្រោយដែលដំបូងឡើយហ្នឹងគឺម្ដាយរបស់តួស្រីហ្នឹងគឺគាត់ហ្នឹងបានទៅគូសទ្វារអោតមើលផងប៉ុន្តែអត់ឃើញមានមនុស្សទេចឹងហើយហ្នឹងក៏ពួកគេហ្នឹងសម្រេចចិត្តថានឹងទម្លុះទ្វារចូលតែម្ដងប៉ុន្តែរៀបនឹងទម្លុះចូលទៅហើយក៏ស្រាប់តែគេបើកទ្វារមកហ្នឹងក៏នាំគ្នារត់ឡើងពេញនឹងឯងចុងក្រោយហ្នឹងក៏ផែនការរបស់ពួកគេហ្នឹងគឺបរាជ័យមិនដឹងថាអាចចូលទៅក្នុងនឹងដោយរបៀបណាទេនៅពេលនោះក៏តួស្រីហ្នឹងគឺបាននាំដំណឹងមកប្រាប់ថាតាមដែលគាត់ហ្នឹងបានឮអ្នកភូមិអីគេនិយាយហ្នឹងគឺគេថាចៅហ្វាយក្រុងហ្នឹងគឺគាត់ហ្នឹងចិត្តត្រឡប់មកផ្ទះវិញហើយចឹងហើយហ្នឹងគឺកម្រងការរបស់ពួកគេហ្នឹងគឺចង់ទៅជួបចូលស្និទ្ធស្នាលមួយចៅហ្វាយក្រុងហើយក៏ចូលក្នុងផ្ទះចៅហ្វាយក្រុងដើម្បីត្រឡប់ទៅវិញអញ្ចឹងទៅដោយសារតែចៅហ្វាយក្រុងលីនហ្នឹងគឺជាដូនតារបស់ពួកគេហ្នឹងឯងប៉ុន្តែអ្វីដែលសំខាន់ឥឡូវនេះហ្នឹងគឺពួកគេហ្នឹងគឺអស់មាសអាលេងពីខ្លួនហើយគឺម្ដាយរបស់តួស្រីហ្នឹងគឺគាត់នឹងលែងមានមាសអីទៀតហើយអញ្ចឹងហើយហ្នឹងគឺមិនដឹងថាត្រូវអាចរស់នៅបានបន្តទៀតយ៉ាងម៉េចបាននោះទេអត់មានអីទិញអាហារអីចឹងទៅពេលនោះក៏ពួកគេហ្នឹងគឺចង់បើកហាងតូបអាហារតូចមួយដើម្បីលក់អីចឹងទៅបែបថាលក់នំលក់អីតាមផ្លូវបែបចឹងដើម្បីរកបានប្រាក់ខ្លះប៉ុន្តែឥឡូវនេះហ្នឹងគឺពួកគេអត់មានប្រាក់អីដើម្បីទៅទិញគ្រឿងផ្សំអីផងហ្នឹងប៉ុន្តែនៅពេលនោះក៏យ៉ាងហ្នឹងក៏គាត់ហ្នឹងបានយកខ្សែករបស់គាត់ចេញមកដែលលោកតាទួតហ្នឹងគឺជាអ្នកຕົកឲ្យយ៉ាងដែលខ្សែករបស់យ៉ាងហ្នឹងគឺជាខ្សែកមាសចឹងហើយហ្នឹងគឺអាចយកលក់ដូរបានចឹងហើយក៏ពួកគេហ្នឹងបានបែងចែកតួនាទីគ្នាដែលឪពុកម្ដាយរបស់តួស្រីជាមួយនឹងបងប្រុសរបស់តួស្រីហ្នឹងគឺគាត់នឹងទៅលក់នំនៅក្នុងផ្សារចំណែកឯតួស្រីជាមួយយ៉ាងនឹងទៅលក់នំនៅមុខផ្ទះរបស់អ្នកចៅហ្វាយក្រុងលីនហើយក៏នៅរោងចាំចៅហ្វាយក្រុងលីនតែម្ដងហើយគេបានកាត់មកខាងចៅហ្វាយក្រុងលីននៅវិញក៏មន្ត្រីគ្រប់គ្នានឹងនាំគ្នានិយាយពីចៅហ្វាយក្រុងលីនដែលថាគឺជាចៅហ្វាយក្រុងក្មេងដែលគាត់នឹងទៅតឡើងថ្មីដែលឡើងដោយសមត្ថភាពផ្ទាល់ខ្លួនតែម្ដងគឺអត់មានខ្សែអត់មានអីទាំងអស់ចៅហ្វាយក្រុងលីនហ្នឹងគឺនៅក្មេងសង្ហាហើយក៏មានឋានៈ
ណៈជាមន្ត្រីទី3ប៉ុន្តែចំណែកឯប្រាក់ខែរបស់គាត់វិញហ្នឹងគឺស្មើជាមួយនឹងមន្ត្រីថ្នាក់ទី2ដែលនេះហើយអ្នកទាំងអស់គ្នាគឺជាចៅហ្វាយក្រុងលីនឬក៏លីនយាននឹងឯងដែលជាដូនតារបស់ក្រុមគ្រួសារតួស្រីហ្នឹងហើយគេក៏បានបង្ហាញឲ្យឃើញមន្ត្រីម្នាក់ទៀតដែលគាត់ហ្នឹងគឺមានឈ្មោះថាមន្ត្រីម៉ឹងដែលគាត់ហ្នឹងក៏ជាមន្ត្រីដែលមានឋានៈខ្ពស់ម្នាក់ដែរនៅពេលនោះហ្នឹងក៏លោកអាម៉ាតហ្នឹងក៏គាត់ហ្នឹងបានចេញមកប្រាប់ថាគឺព្រះអង្គហ្នឹងគឺអត់ចង់ជួបអ្នកណាទេគឺទ្រង់មិនសូវស្រួលប្រកែកចឹងហើយហ្នឹងក៏ដេញឲ្យមន្ត្រីទាំងអស់គ្នាទៅវិញសិនទៅប៉ុន្តែក៏ហាមឃាត់លីនយានម្នាក់ឲ្យនៅជាមួយនឹងគាត់អីចឹងទៅគឺព្រះអង្គចង់ជួបលីនយានដែលព្រះអង្គហៅលីនយានមកហ្នឹងគឺនាំគ្នាមកលេងល្បែងអីទេក៏អត់មានអ្នកដឹងដែរប៉ុន្តែគឺព្រះអង្គហ្នឹងលេងចាញ់លីនយានរហូតនៅពេលនោះក៏លីនយានហ្នឹងបានប្រាប់ដែរថាគាត់ហ្នឹងគឺមានរឿងសំខាន់ជាងនឹងទៀតចង់ទូលអីចឹងទៅគួរតែឈប់លេងសិនទៅបើចង់លេងចាំលើកក្រោយក៏បានដែរហើយតួប្រុសហ្នឹងក៏បានទូលទៅកាន់ព្រះអង្គទៅថាគឺគាត់ហ្នឹងបានសម្លាប់មន្ត្រីដែលបានកឹបកេងនៅប្រាក់ដើម្បីទៅជួយទៅដល់ប្រជាជននៅហ័រយ៉ាងហើយបើប្រាក់ដែលកឹបកេងហ្នឹងគឺវាមានទោសធ្ងន់ដោយសារតែកឹបកេងច្រើនខ្លាំងដែលបើសិនជាប្រាក់ហ្នឹងយកទៅជួយប្រជាជនគឺអាចយកជួយដល់4ឆ្នាំមកចឹងហើយហ្នឹងក៏គាត់ហ្នឹងបានសម្រេចចិត្តដាក់ទោសគេដោយការកាត់ក្បាលតែអ្វីដែលជារឿងធំហ្នឹងគឺដោយសារតែចៅហ្វាយស្រុកដែលគាត់ហ្នឹងបានកាត់ក្បាលហ្នឹងគឺគេហ្នឹងមានតកូលតូដែលជាសាច់ញាតិរបស់ព្រះមហេសីតូដំបូងឡើយហ្នឹងក៏ព្រះអង្គហ្នឹងក៏ទ្រង់រៀងខ្ញាល់បន្តិចដែរប៉ុន្តែដោយសារតែតួប្រុសហ្នឹងគឺគាត់ហ្នឹងមានហេតុផលដោយសារតែមន្ត្រីម្នាក់ហ្នឹងគឺគាត់ហ្នឹងខុសរៀងធ្ងន់ដែរចឹងហើយគឺដើម្បីទាមទារយុត្តិធម៌ដល់ប្រជាជនអត់មានទោសណាផ្សេងក្រៅពីទោសហ្នឹងទេដោយសារតែតួប្រុសហ្នឹងគឺគាត់ហ្នឹងទៅតែជាមន្ត្រីឡើងថ្មីអីចឹងទៅនៅពេលនោះក៏ព្រះអង្គហ្នឹងបានសួរដែរតែតួប្រុសហ្នឹងគឺមានកម្រងចង់គ្រប់គ្រងចំណូលចំណាយអីយ៉ាងបែបម៉េចនៅពេលនោះហ្នឹងក៏តួប្រុសហ្នឹងបានគិតថាគឺគាត់ហ្នឹងចង់ផ្ដោតសំខាន់ទៅលើរឿងម្ហូបអាហារនៅជាសៀនសិនដោយសារតែជាសៀនហ្នឹងគឺជាកន្លែងមួយដែលល្បីខាងម្ហូបហើយម្ហូបហ្នឹងគឺជារឿងចាំបាច់បំផុតសម្រាប់ប្រជាជនគ្រប់រូបចឹងហើយហ្នឹងគឺគាត់ហ្នឹងចង់គ្រប់គ្រងកន្លែងតំបន់ហ្នឹងឲ្យបានល្អសិនពីតាក់ទងជាមួយផ្នែកអាហារហើយព្រះអង្គហ្នឹងក៏បាននិយាយដែរថាតួប្រុសហ្នឹងគឺពិតជាគិតបានល្អិតល្អន់អីចឹងទៅហើយក៏បានសង្ឃឹមថាតួប្រុសហ្នឹងនឹងអាចធ្វើវាបានជោគជ័យគឺគាត់ហ្នឹងជឿជាក់លើតួប្រុសខ្លាំងមែនទែនហើយគេក៏បានកាត់មកខាងឪពុកម្ដាយរបស់តួស្រីនិងបងប្រុសរបស់តួស្រីឯណែវិញហ្នឹងគឺពួកគេហ្នឹងចាប់ផ្ដើមបើកលក់ហើយដែលបានលក់នំរបស់ពួកគេហ្នឹងគឺមិនមែនលក់ធម្មតាដូចអ្នកផ្សេងទេគឺឲ្យគ្រប់គ្នាហ្នឹងដេញថ្លៃដើម្បីបាននំហ្នឹងណាគេបានឲ្យថ្លៃជាងគេនឹងបាននំហ្នឹងមុនអីបែបចឹងណាដែលនំហ្នឹងក៏អត់មានភ្លេចឈ្មោះវាបាត់ដែរដោយសារតែនំហ្នឹងគឺជានំចិនដែលវាស្រដៀង pancake ចឹងតែវាមានដាក់បន្លែដាក់ផ្លែឈើអីនៅខាងក្នុងហ្នឹងច្រើនខ្លាំងមែនតើដំបូងឡើយហ្នឹងក៏អត់មានអាគេចង់ទិញទេវាមិនដែលនំឯណាទៅតថ្លៃដេញថ្លៃអីដូចមើលតែវត្ថុបុរាណអីវត្ថុមានតម្លៃអីទៅហើយហ្នឹងតែនៅពេលនោះហ្នឹងគឺកងឆាយបងប្រុសរបស់តួស្រីហ្នឹងគឺគាត់ហ្នឹងបែរថាប្រកែកខាងថ្មីមាត់អីចឹងទៅក៏គាត់ហ្នឹងបាននិយាយពីរឿងនិទានអីសរសើរពីស្នាដៃឪពុករបស់គាត់ហើយក៏បាននិយាយរឿងធ្វើឲ្យគ្រប់គ្នាហ្នឹងនាំគ្នាចូលចិត្តនាំគ្នាបែរថានាំគ្នាមានចំណាប់អារម្មណ៍ទៅលើនំហ្នឹងនាំគ្នាចង់បាននំហ្នឹងឡើងពេញហ្នឹងដោយគាត់ហ្នឹងគឺបាននិយាយពីប្រវត្តិរបស់ឈ្មោះនំហ្នឹងបានមកពីណាខ្លះបានមកពីកំពង់ផែធានជីអីណានៅពេលនោះក៏តួប្រុសមួយកូនចៅរបស់គាត់ហ្នឹងក៏បាននាំគ្នាចូលស្ដាប់ដែរពេលនោះក៏មានអ្នកឲ្យ6កាក់10កាក់អីផ្សេងៗនៅពេលនោះក៏តួប្រុសហ្នឹងក៏គាត់ហ្នឹងបាននិយាយដែរថាអ្នកណាទៅជឿទៅរឿងបោកប្រាស់អីចឹងទៅមានកំពង់ផែធានជីអីមកពីណាគឺគាត់ហ្នឹងមិនដែលឮអីចឹងទៅប៉ុន្តែមិនទាន់និយាយបានផុតហ្នឹងក៏គាត់ហ្នឹងបានឃើញថាកូនចៅរបស់គាត់ហ្នឹងគឺបានទៅដល់ដេញថ្លៃមួយគេបាត់ទៅហើយក៏ឲ្យតម្លៃខ្ពស់ជាងគេទៀតផងចំណែកឯខាងតួស្រីឯនេះវិញហ្នឹងគឺតួស្រីធ្វើនំបណ្ដែរយ៉ាងញ៉ាំបណ្ដែរដោយសារតែយ៉ាងហ្នឹងក៏ចូលចិត្តនំហ្នឹងដែរនៅពេលនោះក៏យ៉ាងហ្នឹងបានសួរដែរថាអ្នកមីងគិតថាដូនតារបស់យើងហ្នឹងចូលចិត្តនំហ្នឹងដែរមែននៅពេលនោះក៏តួស្រីហ្នឹងបានគិតថានំហ្នឹងគឺជានំប្រចាំតកូលរបស់ពួកគេហើយចឹងហើយប្រហែលជាដូនតារបស់ពួកគេហ្នឹងក៏ចូលចិត្តដែរឯខាងនេះវិញហ្នឹងក៏តួប្រុសហ្នឹងក៏បានទៅចាប់បងរបស់តួស្រីដែរគាត់ហ្នឹងក៏បាននិយាយដែរថាគ្រប់គ្នាហ្នឹងគឺបានបែរថាលក់មើលទៅយកកេរ្តិ៍ចំណេញលើប្រជាជនពេកហើយក៏បាននិយាយពីទោសដែលនឹងត្រូវទទួលនៅពេលដែលបោកប្រាស់ប្រជាជនអីបែបហ្នឹងនៅពេលនោះក៏ឪពុករបស់តួស្រីហ្នឹងគឺគាត់ហ្នឹងមើលសម្លឹងមើលតួប្រុសយូរហ្នឹងក៏គាត់ហ្នឹងបាននឹកឃើញទៅកាន់រូបរបស់ដូនតាពេលហ្នឹងក៏គាត់ហ្នឹងបានដឹងថាហ្នឹងហើយគឺជាដូនតារបស់ពួកគេនៅពេលនោះក៏ម្ដាយរបស់តួស្រីហ្នឹងក៏បានសួរដែរថាតួពុករបស់តួស្រីហ្នឹងកើតអីដោយសារតែឃើញគាត់ហ្នឹងផ្លឹកនៅពេលនោះហ្នឹងក៏គាត់ហ្នឹងបានប្រាប់ដែរថាហ្នឹងហើយគឺជាដូនតារបស់ពួកយើងគ្រាន់តែដឹងបែបហ្នឹងភ្លាមហ្នឹងក៏គ្រប់គ្នាហ្នឹងគឺមានអារម្មណ៍ថារំភើបខ្លាំងមែនទែនដែលបានជួបដូនតាអីចឹងទៅហើយគាត់ទាំងពីរហ្នឹងក៏បាននាំគ្នាទៅសុំទោសតួប្រុសហើយក៏បានសុំឲ្យតួប្រុសហ្នឹងទុកឱកាសឲ្យពួកគេផងពេលនោះក៏ឪពុករបស់តួស្រីហ្នឹងគឺគាត់នឹងចង់អោនលូតជង្គង់សំពះទៀតផងដោយសារតែបានឃើញដូនតាផ្ទាល់ភ្នែកបានដឹងប៉ុន្តែក៏បានម្ដាយរបស់តួស្រីហ្នឹងជួយឃាត់ទោសនៅពេលនោះហ្នឹងក៏បងប្រុសរបស់តួស្រីហ្នឹងដំបងឡើយក៏គាត់ដឹងដែរប៉ុន្តែបានតែសារតែម្ដាយឪពុករបស់តួស្រីប្រាប់ទៅក៏គាត់ហ្នឹងបានដឹងហើយគាត់ហ្នឹងក៏បានរំភើបជាមួយនឹងគេឯងដែរបន្តមកហ្នឹងក៏តួប្រុសហ្នឹងក៏បានយល់ព្រមដោយសារតែឃើញអ្នកទាំងអស់គ្នាហ្នឹងបានសុំគាត់ពេកហើយគាត់ហ្នឹងក៏បានប្រកាសប្រាប់ទៅថានំទាំងអស់ហ្នឹងគឺមួយនំមួយកាក់តួប្រុសហ្នឹងក៏គាត់ហ្នឹងបានដើរចេញពីកន្លែងហ្នឹងទៅគ្រាន់តែដើរចេញភ្លាមហ្នឹងក៏មនុស្សម្នានាំគ្នាទៅដណ្ដើមគ្នាទិញនំហ្នឹងឡើងពេញហ្នឹងចំណែកឯខាងតួស្រីឯនេះវិញហ្នឹងគឺគាត់ហ្នឹងកំពុងតែលក់នំហ្នឹងក៏បានយ៉ាងហ្នឹងបានប្រាប់ថា
ហានោះគឺមកហើយតែពេលនេះគឺតួប្រុសហ្នឹងគឺគាត់នឹងបានមកដល់ផ្ទះហើយគ្រាន់តែឃើញបែបនោះភ្លាមហ្នឹងក៏តួស្រីហ្នឹងគឺបានរត់ទៅទាំងអាតេះនៅជាប់ខ្លួនគាត់នៅពេលនោះក៏តួប្រុសហ្នឹងបានគេចផុតប៉ុន្តែក៏រត់ទៅបុកត្រូវជាមួយនឹងកូនចៅរបស់តួប្រុសហ្នឹងក៏ធ្វើឲ្យកូនចៅរបស់តួប្រុសហ្នឹងក៏បានសង្កិនលើតួប្រុសហើយក៏ធ្វើឲ្យនំមួយហ្នឹងធ្លាក់ទៅគ្របមុខរបស់តួប្រុសផងដែរហើយរឿងរបស់យានពិកនេះហ្នឹងក៏បានស្លេះត្រឹមតែប៉ុណ្ណឹងសូមអរគុណនិងសូមជម្រាបលា